ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាវីដេអូនេះនាងខ្ញុំសូមផ្ដាំផ្ញើទៅជូនបរោះទាំងឡាយចានិងសូមចែករំលែកទៅដល់ស្រីទាំងអស់គ្នាដែលខ្លាយទៅជាប្រពន្ធនិងខ្លាយទៅជាអ្នកម្ដាយរបស់គេចាហើយជាដំបូងនាងខ្ញុំសូមណែនាំខ្លួនថានាងខ្ញុំជាអ្នកម្ដាយកូន3ហើយសពថ្ងៃរស់នៅប្រទេសបារាំងមិនថាណែនាំខ្លួននេះចង់អួតថាខ្លួនឯងជាអ្នករស់នៅក្រៅប្រទេសទេប៉ុន្តែចង់មកបង្ហាញពីជីវិតពិតនិងបទពិសោធន៍ពិតរបស់នាងខ្ញុំចែកជូនទៅបងប្អូនស្រីទាំងអស់គ្នានិងចង់និយាយពាក្យក្នុងចិត្តរបស់នារីជាច្រើនដែលបរោះមួយចំនួនគាត់មិនដឹងទាល់តែសោះចាហើយជាដំបូងនាងខ្ញុំសូមនិយាយពាក្យក្នុងចិត្តមួយនិងកោតសរសើរទៅដល់ស្រីដែលគាត់រស់នៅស្រុកខ្មែរដែលគាត់ខ្លាយជាម្ដាយរបស់គេទាំងដែលគាត់រស់ស៊ីផងគាត់ធ្វើការផងគាត់មើលកូនផងហើយគាត់ធ្វើពីការងារយ៉ាងច្រើនចាគឺនាងខ្ញុំសូមសរសើរដោយចិត្តស្មោះចាថាពួកគាត់គឺខ្លាំងមែនទែនហើយក្នុងនឹងក៏មានម្ដាយនាងខ្ញុំដូចគ្នាម្ដាយនាងខ្ញុំគាត់គឺជាវីរៈនារីសម្រាប់នាងខ្ញុំចាប៉ុន្តែគាត់បានលាចាកលោកនេះអស់រយៈពេលជាង20ឆ្នាំហើយប៉ុន្តែនាងខ្ញុំតែងតែចាំនៅទង្វើគាត់ជានិច្ចហើយរាល់ពេលដែលនាងខ្ញុំហត់នឿយនាងខ្ញុំបាក់ទឹកចិត្តនាងខ្ញុំមានអារម្មណ៍ថាជីវិតខ្លួនឯងវាលំបាកនាងខ្ញុំតែងតែសម្លឹងទៅទង្វើដែលម្ដាយនាងខ្ញុំធ្វើកាលពីគាត់នៅរស់និងនាងខ្ញុំតែងតែសម្លឹងទៅនារីខ្មែរជាច្រើនដែលគាត់តស៊ូប្រឹងប្រែងគាត់មើលកូនផងគាត់ធ្វើការរស់ស៊ីផងប៉ុន្តែនៅតែគាត់អាចធ្វើបានត្រង់ចំណុចនឹងហើយដែលវាជាកម្លាំងចិត្តដល់នាងខ្ញុំចាហើយជាការពិតបងប្អូនសម្រាប់បញ្ហារបស់នារីគឺបរោះគាត់មិនងាយនឹងយល់ទេជាពិសេសនារីដែលរៀបការហើយមានទម្ងន់សម្រាប់កូនហើយគឺគេហៅថារូបរាងកាយក៏ដូរអារម្មណ៍ក៏ប្រែប្រួលចាពីព្រោះនាងខ្ញុំផ្ទាល់កាលពីនាងខ្ញុំអត់ទាន់មានកូនចាគេហៅថារៀបការថ្មីថ្មោងគឺអារម្មណ៍យើងជីវិតគូគឺគេហៅថាមានភាពផ្អែមល្ហែមគេហៅរ៉ូមែនទិកអញ្ចឹងណាបងប្អូនហើយប្តីប្រពន្ធគឺថាលោកលឿនជាមួយគ្នាណាហើយអារម្មណ៍នាងខ្ញុំក៏មិនសូវជាខឹងឆេវឆាវច្រើនលូច្រើននិយាយច្រើនដែរប៉ុន្តែចាប់តាំងពីនាងខ្ញុំទម្ងន់កូនមួយចាកូនមួយគឺនាងខ្ញុំអត់សូវប្រែប្រួលទេបងប្អូនគឺនាងខ្ញុំផ្លាស់ប្ដូរតែបន្តិចទេចានិយាយទៅដូចជាមិនផ្លាស់ប្ដូរហងទេបងប្អូនកាលពីទម្ងន់កូនមួយចាទម្ងន់ឲ្យសម្រាប់កូនមួយគឺពេលហ្នឹងអារម្មណ៍សប្បាយដោយសារតែយើងអត់ដែលមានកូនដល់យើងមកមានកូនគឺយើងសប្បាយរីករាយខ្លាំងមែនទែនហើយសឹងថាកូនធ្វើម៉េចក៏សោកសប្បាយដែរអាកូនធ្វើខុសអាកូនធ្វើម៉េចក៏យើងមានអារម្មណ៍ថាអូយសប្បាយក្តីសុខចាហើយពេលហ្នឹងកូនទី1ហ្នឹងគឺថាជីវិតគ្រួសារយើងគឺមើលទៅដូចថាវាភីងអញ្ចឹងណាបងប្អូនចាប៉ុន្តែបងប្អូនហើយរហូតដល់កូនទី2ប្រែមិនតិចណាចាចាប់ដើមមួម៉ៅចាប់ដើមឆេវឆាវចាកូនធ្វើអីបន្តិចអត់បានគឺខឹងចាហើយតែខឹងកូនរៀលដាល់ដល់ប្តីហើយចាហើយបន្ទាប់មកទៀតកូនទី3ចាចុងបញ្ចប់ហ្នឹងចាគឺប្រែប្រួលខ្លាំងតែម្ដងបងប្អូនទាំងរូបរាងកាយទាំងអារម្មណ៍ចាគឺបើសក់វិញគឺថាជ្រុះចង់អស់ហើយចាសក់គឺជ្រុះតែម្ដងហើយបើថាអារម្មណ៍វិញគឺថាឆេវឆាវខឹងច្រើនលូច្រើនចាគឺថាសង្ឃថាពេលខ្លះមានអារម្មណ៍ថាខ្លួនឯងដូចមិនមែនជាខ្លួនឯងពីមុនទេចាគឺបើថាបានតែនិយាយវិញគឺថានិយាយមិនចង់ឈប់ហ្មងបងប្អូនទាំងដែលពីដើមនាងខ្ញុំមិនមែនជាអ្នកចូលចិត្តនិយាយទេចានាងខ្ញុំកាលនៅអត់ទាន់មានកូននៅលាវនាងខ្ញុំមិនសូវចេះនិយាយទេនាងខ្ញុំចេះតែញើមទេប៉ុន្តែឥឡូវបងប្អូនហើយរហូតដល់ខ្លួនឯងកូន3នេះគឺថានិយាយចាបើថាបានតែលូដាក់ប្តីវិញគឺថាលូទោះថាប្តីខ្ញុំសុំចុះចាញ់ណាចាហើយនេះចំពោះបញ្ហានេះនាងខ្ញុំចង់ចែករំលែកទៅដល់ប្រុសចាប្រុសមួយចំនួនគាត់អត់យល់ទេគាត់អត់យល់ពីអារម្មណ៍មនុស្សស្រីចាគាត់ជាពិសេសអំឡុងពេលដែលមនុស្សស្រីសម្រាប់កូនហើយនឹងគឺគាត់ផ្លាស់ប្ដូរទាំងអស់ចាគឺគាត់មួម៉ៅគាត់ឆេវឆាវគាត់ហាក់បាក់ទឹកចិត្តអញ្ចឹងហើយមានតែបរោះទេគួរតែយល់អារម្មណ៍មនុស្សស្រីផងចាហើយមនុស្សស្រីខ្លួនឯងនេះគួរតែរៀនបើកហៅថាអារម្មណ៍បញ្យល់ប្រាប់ទៅប្តីដូចគ្នាដោយប្តីនាងខ្ញុំពីដើមគាត់អត់យល់ពីនាងខ្ញុំដែរហើយដល់ពេលនាងខ្ញុំអារម្មណ៍មួម៉ៅនាងខ្ញុំខឹងទៅគាត់ទៅពេលខ្លះគាត់ខឹងមកវិញអញ្ចឹងទៅពេលខ្លះក៏កើតជារឿងប្រកែកគ្នាទៅចាហើយជួនកាល
ប្តីក៏គាត់មានរឿងអីមុំហ្នឹងទៅគាត់ក៏ថាឲ្យយើងតិចតួចអាយើងនេះក៏ខឹងទៅវិញចឹងទៅអញ្ចឹងក៏ប្រកែកបានជាមួយរឿងចឹងទៅចាអាហ្នឹងដោយសារអត់យល់អារម្មណ៍គ្នាទៅវិញទៅមកហើយជាពិសេសបញ្ហាដែលនារីចិត្តម៉ូថ្ងៃខែហ្នឹងអាហ្នឹងក៏មានអារម្មណ៍មួម៉ៅអត់សុបាយចិត្តដែរដូចនាងខ្ញុំចឹងថ្ងៃខ្លះគឺខឹងរោមមុខអត់ឃើញបងប្អូនគឺថាដូចអាជីវិតនេះគឺថាអ៊ូអាប់តែហ្មងបងប្អូនប៉ុន្តែដល់រំលងបាន2 3ថ្ងៃវាទៅស្រស់ស្រាយទៅធម្មតាវិញចឹងទៅប៉ុន្តែដំណោះស្រាយមួយដែលនាងខ្ញុំតែងតែបញ្យល់ប្រាប់ប្តីនាងខ្ញុំរហូតចាពេលខ្លះពេលដែលនាងខ្ញុំដូចថាអារម្មណ៍ពេលនាងខ្ញុំទប់ខ្លួនអត់ជាប់អត់ដឹងតែខ្លួនឯងទៅប៉ាត់ណាប៉ាត់ណីហើយបន្ទាប់មកក៏នាងខ្ញុំហ្នឹងក៏សុំទោសប្តីវិញហ្នឹងទៅថាពេលខ្លះនាងខ្ញុំអត់ចង់ធ្វើអញ្ចឹងទេប៉ុន្តែទប់អារម្មណ៍ខ្លួនឯងមិនបានហ្នឹងទៅហើយក៏ព្យាយាមបញ្យល់គាត់រហូតចាហើយក៏ព្យាយាមអូសទាញគាត់ឲ្យគាត់ស្ដាប់ដុកទ័រចាអ្នកជំនាញផ្នែកវិទ្យាសាស្ត្រហ្នឹងចាឲ្យគាត់ស្ដាប់គាត់អីចឹងទៅថានារីពេលដែលរៀបការហើយមានកូនមានប្តីគឺមានការប្រែប្រួលអញ្ចឹងចឹងទៅចាហើយតាពីនឹងមកប្តីនាងខ្ញុំគាត់ឧស្សាហ៍ស្ដាប់ចឹងទៅគាត់ក៏ស្វែងយល់គាត់ក៏ដឹងពីទុក្ខលំបាករបស់មនុស្សស្រីចឹងណាពីការប្រែប្រួលរបស់មនុស្សស្រីគាត់ក៏យល់ចាទោះបីថ្ងៃខ្លះនាងខ្ញុំខឹងនាងខ្ញុំល្អូមិនក៏គាត់ចាត់ទុកថានាងខ្ញុំហ្នឹងគឺថាគាត់អត់រវល់អត់អីហ្នឹងនិយាយម៉ាត់ទៅថាគាត់ជួនកាលនាងខ្ញុំល្អូគឺថាគាត់ទៅច្រៀងយ៉ាងសប្បាយធ្វើរំភើយគាត់ទៅអត់ខ្វល់ជាមួយនាងខ្ញុំឯងគាត់ថាឲ្យនាងខ្ញុំអស់មកកំសួលហ្នឹងទៅចាហើយបញ្ហាមួយទៀតហ្នឹងគឺនាងខ្ញុំស្ដាប់ធម៌បងប្អូននាងខ្ញុំស្ដាប់ធម៌ព្រះពុទ្ធចាហើយធម៌ព្រះពុទ្ធហ្នឹងបងប្អូនមានចាំបាច់តួឲ្យយើងចេះសូត្រធម៌ស្អីទៅវត្តទៅទៀនអីទេចាសម័យនេះគឺការសិក្សារៀនធម៌ព្រះពុទ្ធគឺស្រួលខ្លាំងមែនតើគឺបងប្អូនគាត់ចូលក្នុង YouTube ឬមួយក៏មាន Facebook follow ព្រះសង្ឃមួយក៏លោកណាដែលគាត់និយាយពីវិន័យធម៌ព្រះពុទ្ធល្អហ្នឹងបងប្អូនស្ដាប់ទៅចាហើយសម្រាប់ប្រិយពុននាងខ្ញុំគឺនាងខ្ញុំស្ដាប់ចាពេលស្ដាប់ទៅគឺនាងខ្ញុំអាចរងាប់អារម្មណ៍ខ្លួនឯងបានខ្លះចាមិនមែនថាបានទាំងអស់ទេប៉ុន្តែបានប្រហែលជា 50% ហើយបើប្តីនាងខ្ញុំគាត់បានរងាប់ដែរអញ្ចឹងវាជួយទប់គ្នាបងប្អូនចាអញ្ចឹងហើយនាងខ្ញុំឃើញថាជីវិតគូរបស់នាងខ្ញុំវាគិតទៅវាប្រសើរជាងមុនឆ្ងាយចាហើយការប្រសើរហ្នឹងគឺអត់មានអ្នកណាម្នាក់ធ្វើតែមួយខាងឯងគឺត្រូវធ្វើតាំងពីអ្នកតែម្ដងបើយើងនិយាយឲ្យគេហៅដូចពាក្យចាស់លោកពោលគេថាថយម្នាក់មកចំហៀនម្នាក់មកចំហៀនអញ្ចឹងណាដូចនាងខ្ញុំដឹងតែខ្លួនឯងប្រែប្រួលនាងខ្ញុំឆេវឆាវមួម៉ៅច្រើននិយាយច្រើននាងខ្ញុំក៏ដាស់សតិខ្លួនឯងដែរអញ្ចឹងណាពេលដែលខឹងគឺនាងខ្ញុំត្រូវតែលះបាត់គឺអត់អាចខឹងយូរបានទេចាបើពីមុនហើយបងប្អូនណានិយាយមែនឲ្យតែខឹងប្តីគឺថាខឹងងុំហ្មងចាគឺក្តៅងុំហ្មងចាគឺថាចេញមកគឺកំហឹងបើយើងនិយាយពីភ្លើងគឺថាក្នុងខ្លួនគឺពោពេញដោយភ្លើងហ្មងចាប៉ុន្តែឥឡូវនេះអត់ទេឥឡូវនៅតែខឹងតដែលប៉ុន្តែលះបាត់លះដាក់សតិខ្លួនឯងវិញអញ្ចឹងថាកុំខឹងកាលណាតែខឹងប្តីគឺនឹងរាលដាលដល់កូនហើយតែរាលដាលដល់កូនគឺជីវិតគ្រួសារជីវិតកូននេះគឺពួកគាត់អត់មានក្តីសុខសុភមង្គលទេចាអញ្ចឹងហើយអានេះគឺសិតតែជាបទពិសោធន៍និងដំណោះស្រាយដែលនាងខ្ញុំដោះពីអ្នកប្តីប្រពន្ធហើយសម្រាប់ប្តីប្រពន្ធនាងខ្ញុំពួកយើងអាសាលើកបញ្ហាយកមកដោះស្រាយមួយគ្នាពួកយើងខឹងអីមិនសប្បាយចិត្តរឿងអីគឺពួកយើងនិយាយហើយជាពិសេសមនុស្សស្រីនឹងហ្មងចាដូចនាងខ្ញុំឯងទៅបើនិយាយពីបញ្ហាជីវិតប្តីប្រពន្ធនាងខ្ញុំគឺថារឿងច្រើនណាស់បងប្អូនរៀបរាប់មិនអស់ទេចាប្រកែកគ្នារឿងនេះរឿងនោះប៉ុន្តែអ្វីដែលពិសេសគឺនាងខ្ញុំអត់ដែលលាក់ទុកនៅក្នុងចិត្តទេចាពេលខឹងប្តីនាងខ្ញុំគឺនាងខ្ញុំនិយាយនាងខ្ញុំត្រូវការអីមួយនាងខ្ញុំចង់ឲ្យប្តីនាងខ្ញុំធ្វើអីមួយដើម្បីនាងខ្ញុំចាមានថាចង់តែឲ្យគេធ្វើដើម្បីយើងគឺចង់និយាយថាធ្វើបែបនេះគឺធ្វើឲ្យនាងខ្ញុំសប្បាយអីចឹងដើម្បីជីវិតគ្រួសារយើងរីកចម្រើនក្តីសុខអីចឹងគឺនាងខ្ញុំត្រូវតែប្រាប់ប្តីនាងខ្ញុំឲ្យបញ្យល់ទៀតហើយមនុស្សប្រុសបងប្អូនជួនកាលយើងបញ្យល់តែម្ដងគាត់យល់ទេចាបញ្យល់ហើយបញ្យល់ទៀតបញ្យល់ម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតគឺត្រូវការពេលវេលាឲ្យគាត់កែប្រែមិនអាចនិយាយតែម្ដងហ្នឹងហើយគាត់ស្ដាប់តាមយើងអត់ទេចាហើយនេះប្តីនាងខ្ញុំគាត់ជាមនុស្សដែលស្រួលនិយាយគ្នាផងបើចំពោះបរិសុទ្ធផ្សេងទៀតបើសិនជាគាត់ពិបាកនិយាយគ្នាអាហ្នឹងក៏នាងខ្ញុំអត់ហ៊ានថាដែរប៉ុន្តែនេះជាបទពិសោធន៍នាងខ្ញុំទេចាពីព្រោះនាងខ្ញុំពេលខ្លះនាងខ្ញុំនិយាយប្រាប់ប្តីនាងខ្ញុំពីទុកលំបាកនាងខ្ញុំចេះនាងខ្ញុំជងទៅប្តីខ្ញុំគាត់ភ្ញាក់ផ្អើលដែរបងប្អូនគាត់ថាគាត់អត់ដឹងសោះគាត់ថាគាត់ដឹងមែនគាត់ថាបើសិនជានាងខ្ញុំអត់និយាយផែជាគាត់អត់ដឹងទេគាត់យល់ពីទុកលំបាកមនុស្សស្រីទេអញ្ចឹងហើយចំណុចហ្នឹងបងប្អូនគឺមានតែយើងទេជាអ្នកចាប់ផ្ដើមខ្លួនឯងគួរតែយើងព្យាយាមបញ្យល់ប្តីយើងដោយខ្លួនឯងបញ្យល់ហើយបញ្យល់ទៀតចាហើយការបញ្យល់ហ្នឹងក៏ត្រូវរកឱកាសរកវេលាល្អដែរចាពីដើមនាងខ្ញុំកាលនៅក្មេងបងប្អូនអត់សូវចេះបញ្យល់អត់សូវចេះនិយាយតែចង់និយាយអីចង់បានអីគឺថានាងខ្ញុំនិយាយ
phăng mong nhưng trong ăn mưa pe về ly ăn mưa cái lạ thì sao thì hay đòi tập pe dương dễ phim tam mà vậy để chặt dương tròn tới cứ ở đây dương pe khác còn tôi dụ bàn đây dương á chà đòi dương tới lúc kia dương tới giả cái kia bán mà rương tiệt dương tới chà bàn tay tăng bị niên nhôm che mưa cái lạ thì sao che hình dây che cái là che bọt bài này dương á cứ khơi tha chỉ vật đây ở bốn cứ cái tha เปรียบเทียบปีมุนนั่งอ่ะแล้วคือเมียนเพียบจดสมรองคณีจราจ้ะให้การนี่ยัยนั่งโดยอยู่ที่เขาจังบ้านไอ้มวยปีประเดี๋ยยังเตอจ้ะคือยังเจียตะโบงคือยังเตอcái hào thàหลวงล้มอยู่จัดอยู่ทลามประเดี๋ยไอ้จังนะมองปอนจ้ะโดยประเดี๋ยจะจัดมาหอบไอ้ยังเตอเถื่อมาหอบไอ้ประเดี๋ยช่างงานยังเตอหรือมวยกับประเดี๋ยจังบ้านไอ้ยังสำหรับตามประเดี๋ยจนเตอจ้ะประตูมอจำยังสมยังสนมโปประเดี๋ยถ้าเปิ่นเจเตอให้มันนึกเพราะจ้ะโดยประเดี๋ยนี่ชมคือกดอัดโจจัดเตะกาแดดโดยทางเยเจโมโดยทางเละกันหนักบัญชีทั้งทัวนี่ทัวนู่เจียมันดูเจียบปนได้จะจัดบัญชีประเดี๋ยคือประเดี๋ยนี่ชมกดอัดโจจัดเตะให้นี่ชมชื่อทาบองโอนบรอเซงที่กดอัดโจจัดได้เนื้อไปได้ปนบางหางอย่ารำทำบัญชีเละกันหนักทำมือเต้าโดยครูนไอ้นึงมันดูใส่ออกจ้าไอ้บัญชีประเดี๋ยยังนะช่วยสนามไอ้ยังยังชื่อทาบรอกรุ๊ปคืออัดโจจัดโดยขี้นี่ไอ้สำหรับประเดี๋ยนี่ชมกดช่วยนิ่งชมแบบมันตายเปียใส่แต่เรือนนิ่งชมใหญ่ได้จ้ะบางส่วนนิ่งชมใหญ่กดสู้จึงเต๋อจ้ะคือกดทั่วเตียงสบายจัดด้วยขี้นี่จ้ะด้วยถ้าเตียห่อยมใหญ่พิซซ่าได้ปนยมจ่อด้วยยมใหญ่ถ้าบ้องบางไงเหนื่อยช่วยทั่วนี่ยมติดไอ้จึงเต๋อจ้ะให้ดึงมวยก็บ้องยมจองสมนี่ยมจองสมนูยมจองทั่วนี่ให้ยังใหญ่เปียจังเต๋อบ้องโอนให้มันนึกโปรคือถ้าบะโลมมองจ้ะคือยังลวงโดยถ้าประเดี๋ยโจจัดมาหอบเองแต่ยังทัวมาหอบไปประเดี๋ยชานให้ประตูม้วยยังส้มประเดี๋ยตามแต่นายังเตยจ้ะไอ้จงก้าส้มมาดองไอ้สนมปัวมาดองไอ้คืออัดตัวบานโจใจเดคือวิธีทำได้กดมันอาจเกิดเปลี่ยนโอเคเปลี่ยนไอ้ตัวมาดองปีดองไอ้จังเตยจ้ะอันนี้ให้คือจีบอดปีศาจบอลนิ่งขยมให้บางเย่จนน้อยนี้บาเจียมนุสเรมวยจนวนกดเกิดเตียได้ทั้งชีวิตประเดี๋ยปนนะขมิ้นตึงวอปรน้าจะจ้องทัวไอ้ทัวนั่งลุยขลุ่นไอ้ใจขลุ่นไอ้ทัวกาขลุ่นไอ้เตอคอมตึกฟอลคอมตึกชิคบาจมวยนั่งไอ้นาตึกทัวไอ้นาตึกลวงลมประเดี๋ยโรเธอการลุยขลุ่นไอ้ใจขลุ่นไอ้ตัวสัวเจียงจ้ะจนนั่งนิ่งขยมก็ทลบลือเกณฑ์เย้ให้เนียงชมครูในตัวปิดดำก็มีกันนึกเกิดแบบหนึ่งได้ให้ไปเดี๋ยวเรียบการให้ทำไมไม่ก็มีเนี่ยนายนวมปราบเนียงชมแบบหนึ่งได้ถ้าเอาแต่เพื่อการลุยตื้อใจลุยครูไอ้สัวจริงสมลุยไปได้ใจจ้ะอันนั้นคือวิอาศัยแต่เลือบรอได้เตะบรอคลาสกวดไอ้ปะปุ่นเนื้อเตี้ยให้ไปได้ปะปุ่นมีจำโนกวดมืองี้มือเท่าก็ยิงเตอจ้ะมันได้จุดนึกด้วยขี้เหนียวมองปนยังเชี่ยมันนึกใส่คือยังแต่เป็นยัวประเดี๋ยด้วยขี้เหนียวถ้าปีดำไล่กลางนี่ยังจังนั้นถ้ายังเดิมเตี้ยยังทวนนี่ยังทวนนู่ให้ยังตระการนี่ตระการนู่ตระการจำโนนี่จำโนนู่เรียบจอมคล้วนเจนโจยังตระการสะอาดให้เป็นแต่ยังสะอาดนั่นคือยังดับใบผมเป็นหมกหมดประเดี๋ยด้วยขี้เหนียวยังตระแต่พี่ยังไปยัวกวดไปพร้อมนึกเพราะมันทานดิงขย่มมันทาบองบ่รอให้กันนาแต่อดยัยอดยัวดิจ้ะคืออดพเนียดิคือโดยขี้เหนียวจังหายจำนวนนั่นคือวินเนอร์ตรองนั่งมองปอนจ้ะอันนี้จีบอดปีศาจนิ่งขยมเมย์ให้สำหรับนิ่งขยมรอทั้งไงคือนิ่งชมอดเมียนเถื่อกายเด้นิ่งชมเดือบเตี้ยมือแต่โกนเด้ปันท้ายนิ่งชมอดได้ก็แต่ครูนไอออนหรือมือครูนไอคือมีน้ำไหลนิ่งชมคือมีน้ำไหลสมาหนึ่งประเดี๋ยนิ่งชมได้กว่าแต่เถื่อกายโดยขี้เหนียวพี่ปรุนิ่งชมตายแต่ในยัยปราประเดี๋ยนิ่งชมระโหจ้ะท่านิ่งชมเดือบเตี้ยนิ่งชมทวนดีนิ่งชมทวนนูให้นิ่งชมยัยท่าบ่าเหมือนเมียนหมอโฮบ่าเหมือนเมียนชมเดือบเตี้ยบ่าเหมือนเมียนปนในเตียมือไทยก้นคือประเดี๋ยวก็มันอาจจะทั่วการโรลุยอย่างเกาะกระดาวอย่างสวยจัดบานได้ยังหายเตอเดี๋ยวเอาดำไล่ปนในเตียจากขยมคือยิ่งเตอสกัวปีดำไล่ยิ่งด้วยขยมบดยังแต่ขยมคือมีดำไล่สมาหนึ่งบอกไงแต่โรลุยด้วยขณีจังเหมือนทานยมเนื้อเตี้ยยมอดกายให้มันได้คลุนยืงจีใส่ตัวนี่ก็ยืงเนื้อเตี้ยยืงสกัวปีตัวนี่ตีนึงเอาไว้เดี๋ยวยืงเทั่วโดยขี้เหนียวเดี๋ยวยืงเนื้อเตี้ยยืงทั่วหมอหอบยืงมือโกนยืงตุกดาเตี้ยสบายตัวยืงมันบ้านทั่วไอ้หลอดจ่อมันได้ก็ยืงทั่วบ้านแปดสับเพียรอยแต่ก็การสับเพียรอยได้จ้ะอันนี้จีตุนตีบ่ยืงมีโปรยืงอดบ้านแต่โรลุยทั่วการในขังกราวตีรบสิกระไดโมขนมวิดีโอนี้นิ่งขยมจองนิยัยตามพญาตดอปรบมวยจำนวนท้า
ឲ្យគាត់យល់ពីអារម្មណ៍មនុស្សស្រីផងពេលខ្លះមនុស្សស្រីដែលគាត់ខ្លាចជាម្ដាយរបស់គេចាគឺគាត់មានទុក្ខលំបាកយ៉ាងច្រើនចាហើយសូម្បីតែនាងខ្ញុំជាម្ដាយកូន3នាក់ហើយនាងខ្ញុំអត់មានវិបត្តិផ្លូវចិត្តគេហៅថាផ្នែកហិរញ្ញវត្ថុផ្នែកសម្ពាធការងារឬមួយក៏សម្ពាធផ្សេងទៀតផងនាងខ្ញុំអត់មានទេគឺបញ្ហានាងខ្ញុំគឺនាងខ្ញុំមើលតែកូនធ្វើតាមម្ហូបអីទេហើយក្រៅពីនឹងប្តីនាងខ្ញុំគឺគាត់ទទួលរ៉ាប់រងទាំងអស់ដូចជាលុយកាក់ដូចជានាងខ្ញុំអត់ដែលបបាក់ចិត្តអីទេចារឿងការងារហ្នឹងក៏នាងខ្ញុំអត់មានសូវខ្វល់ខ្វាយដែរគឺប្តីនាងខ្ញុំគឺគាត់បំពេញបានល្អទាំងអស់ចាប៉ុន្តែនៅតែនាងខ្ញុំមានអារម្មណ៍អត់សប្បាយចិត្តមួម៉ៅខឹងច្រើនចាអញ្ចឹងនេះគឺជាផលលំបាករបស់មនុស្សស្រីហើយចុះតម្រាំតែបងបងប្អូននារីផ្សេងទៀតដែលគាត់ត្រូវធ្វើការផងគាត់រលួយផងគាត់មើលកូនផងគាត់មានបន្ទុកច្រើនបែបយ៉ាងអញ្ចឹងហើយពេលដែលគាត់មួម៉ៅគាត់កាចគាត់ខឹងច្រើនណាវាមិនមែនជារឿងអីដែលចម្លែកទេគឺវាសមហេតុផលណាប៉ុន្តែខ្ញុំសូមចែកម្លែកទៅដល់បងនារីថាចំណុចខ្លះបើយើងអាចដាក់ចោលបានយើងដាក់ខ្លះទៅយើងកុំខំប្រឹងពេកកាលណាតែយើងខំពេកយើងចង់បានអ្វីមួយពេកគឺវាប៉ះពាល់ដល់អារម្មណ៍ផ្លូវចិត្តយើងដល់តែពេលយើងប៉ះពាល់អារម្មណ៍ផ្លូវចិត្តយើងវាធ្វើឲ្យសាយភាយដល់កូននិងប្តីហើយដោយនាងខ្ញុំពីដើមអញ្ចឹងចាគឺនាងខ្ញុំចង់បានមួយគឺនាងខ្ញុំដូចខ្ញុំធ្វើឲ្យផ្ទះសម្បែងស្អាតអីចឹងណានាងខ្ញុំគឺត្រូវតែស្អាតចាពេលដែលកូនអីធ្វើឲ្យធ្លាក់ឲ្យអីចឹងទៅគឺនាងខ្ញុំខឹងនាងខ្ញុំអីចឹងទៅនាងខ្ញុំមួម៉ៅចឹងទៅអញ្ចឹងវាធ្វើអារម្មណ៍អត់សុបាយទៅវាប៉ះពាល់ដល់ជីវិតប្តីប្រពន្ធយើងចាដល់តែពេលនាងខ្ញុំគិតយូរទៅនាងខ្ញុំគាត់ថារបស់ណាតម្លាក់ចោលគឺនាងខ្ញុំតម្លាក់ចោលផ្ទះស្អាតបានប៉ុន្មានគឺនាងខ្ញុំយកប៉ុណ្ណឹងគឺនាងខ្ញុំអត់ទៅជាប្តីផ្ដួលទៅលើការស្អាតប្រហែលទេចាប៉ុន្តែយើងនៅតែធ្វើដដែលផ្ទះយើងនៅតែទុកដាក់ឲ្យមានរបៀបរៀបរយអញ្ចឹងប៉ុន្តែយើងមិនបង្ខំយើងអាចធ្វើអ្វីដែលយើងអាចធ្វើបានពីព្រោះយើងទទួលស្គាល់ថាស្ថានភាពយើងពេលនេះគឺយើងមានកូនតូចអញ្ចឹងហើយយើងអាចចង់បានផ្ទះស្អាតនិងចង់បានអ្វីដូចតែចិត្តយើងចង់បានទេចាអញ្ចឹងហើយចំណុចនេះខ្ញុំអត់មាននិយាយអីទៀតទេបងប្អូននិយាយដូចជាវែងឆ្ងាយតិចហើយនេះខ្ញុំគ្រាន់តែចង់ចែករំលែកនិងទៅដល់បងបរោះនិងបងនារីផ្សេងទៀតអញ្ចឹងណាចាជាពិសេសបងបរោះនឹងតែម្ដងឲ្យគាត់យល់ពីទុក្ខលំបាករបស់ប្រពន្ធគាត់ផងចាថាមនុស្សស្រីគឺមានទុក្ខលំបាកច្រើនណាស់ចាហើយបើចំមនុស្សស្រីខ្លះដែលគាត់ចេះនិយាយរឿងក្នុងចិត្តប្រាប់ដៃគូរបស់គាត់អានឹងអត់អីទេប៉ុន្តែមនុស្សស្រីខ្លះគឺគាត់អត់និយាយទេគាត់សុខចិត្តពួនយំសងំលាក់ទុកសោកខ្លួនឯងអញ្ចឹងណាអញ្ចឹងអានឹងបញ្ហាធ្ងន់ណាស់បងប្អូនសងំបន្តិចម្ដងយូរទៅខ្លាយទៅជារឿងធំដល់ទៅពេលផ្ទុះម្ដងគឺដោះស្រាយអត់ចេញទេគឺមានតែដើរផ្លូវបែកគ្នាចាហើយដូចជីវិតប្តីប្រពន្ធនាងខ្ញុំនេះមិនមែននាងខ្ញុំអួតថាជីវិតប្តីប្រពន្ធនាងខ្ញុំវាអស្ចារ្យវាអីណាអីក្តីសុខសុភមង្គលទេបងប្អូនជីវិតប្តីប្រពន្ធណាអ្នកណាក៏ដូចអ្នកណាដែរចានក្នុងរាវតែងតែរមែងអីគូសរំដំគ្នាអញ្ចឹងហើយជីវិតប្តីប្រពន្ធគឺតែងតែមានបញ្ហាប៉ុន្តែអ្វីដែលសំខាន់គឺមានបញ្ហាតិចតួចគឺត្រូវព្យាយាមលើកវាមកដោះស្រាយចាហើយដូចនេះខ្ញុំនិយាយតែដែរអញ្ចឹងរាល់បញ្ហាមិនមែនដោះស្រាយតែម្ដងចប់ទេគឺដោះហើយដោះទៀតចានិយាយហើយនិយាយទៀតនិយាយតែដែរចាប៉ុន្តែអានេះដូចវាអាស្រ័យទៅលើបុគ្គលដែរចាបើសិនជាមនុស្សប្រុសខ្លះគាត់ស្រួលនិយាយគាត់ស្រួលយល់អានឹងអត់អីទេប៉ុន្តែមនុស្សប្រុសខ្លះតួនិយាយហើយគាត់និយាយទៀតនៅតែមិនស្ដាប់មិនយល់អញ្ចឹងណាអញ្ចឹងហើយវាអាស្រ័យទៅលើគេហៅថាបញ្ញារបស់យើងរឿងខ្លួនដូចគ្នាយើងដោះស្រាយក្នុងបញ្ហាដែលយើងកើតអញ្ចឹងណារឿងខ្លះក៏យើងមិនអាចប្រើហិង្សាបានមិនអាចខឹងមិនអាចឆ្លោះបានហើយរឿងខ្លះទោះតែយើងនឹងប្រើហិង្សាដែរយ៉ាងសលុតក៏ហូកអីដែរទៅបានដោះស្រាយចេញអញ្ចឹងវាអាស្រ័យទៅលើស្ថានភាពចរិតបុគ្គលម្នាក់ដែរចាមិនអាចថាអូគ្រប់រឿងត្រូវតែដោះស្រាយដោយសន្តិវិធីរងាប់អារម្មណ៍លួងលោមអីអាហ្នឹងក៏អត់កើតដែរចានេះជាបទពិសោធន៍នាងខ្ញុំទេសូម្បីតែការចិញ្ចឹមកូនក៏ដូចគ្នាគឺថាទោះតែយើងនេះប្រើបញ្ញានៅក្នុងខួរក្បាលរបស់យើងនឹងខ្លួនឯងដោះស្រាយស្ថានភាពថាតើដោះដោយរបៀបម៉េចដោះដោយរបៀបម៉េចចឹងទៅបានអាចដោះចេញចាហើយសម្រាប់វីដេអូនេះគឺថាវែងឆ្ងាយទៅហើយបងប្អូនទាំងអស់គ្នាហើយក៏សូមអរគុណទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលខំតាមដានវីដេអូរហូតដល់ចប់ចានាងខ្ញុំសូមអរគុណសូមជម្រាបលា